ស្ដីធីលអានត្រាំងមិនទៅមកដល់កន្លែងនេះគឺមានអារម្មណ៍យ៉ាងណាដែរអារម្មណ៍ថាស្ងប់ស្ងាត់ហើយទេសភាពល្អហើយនេះគេហៅថាស្ពានយល់នៅអីគេសំឡូតឯងនៅសំឡូតស្ពានយល់ពេលដើរទៅពេលធ្វើដំណើរដើរទៅវាយកគួរឲ្យចាប់អារម្មណ៍ហើយមានទឹកហូរទៅមុខទៀតគឺទឹកហូរទឹកជ្រោះចាលយមែនគឺហើយទឹកហូរលយដូចពុកនេះគឺបាក់ផាលីដើរមកយកលយមកបង្ហានេះមកផងចូលចំកដាលផងនេះហត់ទឹកហ្វូតូឬវីដេអូទាំងវីដេអូទាំងហ្វូតូគឺអត់ចេះទៅអត់អាឡាយចូលតែ